ឈាមស្បែកស្រែកហៅជនបង្កឈ្មោះសីចៃសិនអាយុ10ឆ្នាំម្ចាស់រថយន្ត Mercedes-Benz AMG GT53 ពាក់ផ្លាកលេខកម្ពុជា CS 6168បុកស្លាប់មនុស្ស6នាក់នៅខេត្តបាត់ដំបងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមងឫស្សីខេត្តបាត់ដំបងបុកស្លាប់មនុស្ស6នាក់រួមទាំងកូនខ្លងផ្ទៃសមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ត Mercedes-Benz AMG GT53 ពាក់ផ្លាកលេខកម្ពុជា CS 6168ឈ្មោះសីចៃសិតអាយុ20ឆ្នាំមានស្រុកកំណើតនៅឃុំប៉ោយប៉ែតស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងមានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ17ផ្លូវ120ភូមិព្រែកតាគង់1សង្កាត់ចាក់អង្រែលឿខណ្ឌមានជ័យហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី27ខែមីនាឆ្នាំ2023ដោយឡានបើកលឿនហើយបុកក្រុមជនរងគ្រោះពីក្រោយបណ្ដាលឲ្យស្លាប់6នាក់បុកទាំងកូនក្នុងផ្ទៃនិងរបួសធ្ងន់ម្នាក់ម្ចាស់ឡាន Mercedes បុកបង្កហេតុដល់មនុស្ស6នាក់នៅមោងរកសីត្រូវបានអះអាងថាជាកូនមន្ត្រីជាន់ខ្ពស់ម្នាក់មហាជនទទូចសុំយុត្តិធម៌មិនឲ្យជនបង្ករួចខ្លួនឡើយច្បាប់ត្រូវតែមានភាពស្មើគ្នាអត្តសញ្ញាណអ្នកបើករថយន្តស៊េរីទំនើបដែលបុកប៉ះធ្វើឲ្យបាត់បង់មនុស្សជិតមួយគ្រួសាររួចរត់គេចខ្លួនត្រូវបានគេស្គាល់ឈ្មោះសៀវចៃសិតបាត់ដំបងជុំវិញសោកនាដកម្មដ៏រន្ធត់ដែលធ្វើឲ្យមនុស្ស6នាក់បាត់បង់ជីវិតភ្លាមនៅលើដងផ្លូវជាតិលេខ5ពេលនេះអត្តសញ្ញាណជនបង្កត្រូវបានចែកចាយគ្រោងព្រាតលើបណ្ដាញសង្គមព័ត៌មានលម្អិតជុំវិញជនបង្កបុរសដែលបើករថយន្ត Mark Mercedes Sport បង្កហេតុដ៏អាណោចអាធមនេះមានឈ្មោះសៀវចៃសិតបុរសរូបនេះត្រូវបានគេអះអាងថាជាកូនប្រុសបង្កើតរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបច្ចុប្បន្នមានតួនាទីក្នុងជួរកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យលោកសៀវសុជាតិក្រោយពីបានបុកប៉ះធ្វើឲ្យបាត់បង់មនុស្សរហូតដល់ទៅ9នាក់រួមទាំងកូនក្នុងផ្ទៃជនបង្កមិនបាននៅទទួលខុសត្រូវឡើយបែរជាបើករថយន្តរត់គេចខ្លួនបាត់ស្រមោលដែលទង្វើនេះត្រូវបានមហាជនចាត់ទុកថាខ្វះសីលធម៌បំផុត